ឥឡូវតកតងនឹងរឿងនេះគឺបាទឥឡូវយើងសួរថាលោកធូសំណាងនឹងជាអ្នកណាតាមពិតទើបតែឃើញបរិយាក្រិតដល់ទៅពេលលោកធូសំណាងត្រូវខាង ACU អូសយកទៅស៊ើបសួរអត់ទាន់ចាប់ប្រកាន់ទេណាបងប្អូនលោកធូសំណាងគ្រាន់តែជាជនសង្ស័យទេពួកអីអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយអត់ទាន់ខាត់ខ្លួនឬក៏ចោទប្រកាន់ពីបទល្មើសអីនៅឡើយទេគ្រាន់តែទៅមកសាកសួរឯងសាកសួរប្រមាណបាត់ពីផ្ទះ2ថ្ងៃហើយចាំខ្ញុំនិយាយពីរឿងអាបាត់ពីផ្ទះនឹងទៀតម្ដងនេះគឺពេលខ្លះគេថាចំនួនណារ៉េតហ្នឹងមិនបានដូចលេមួកចូលឈ្នៀងអញ្ចឹងរួចចុះបើលោកធូសំណាងហ្នឹងគាត់ខ្លាយទៅជាជនសង្ស័យប្រព្រឹត្តអំពើដែលធ្វើឲ្យស្ទើរតែស្មើនឹងអំពើក្បត់ជាតិទៅហើយឲ្យទៅថាការជនបរទេសចូលមកនៅក្នុងស្រុកខ្មែរមកបំផ្លាញឆបបោកអនឡាញតើគេធ្វើអីទៀតក្រៅពីបំផ្លាញឆបបោកអនឡាញម៉ាហ្វ្យាឬអីហ្នឹងវាបំផ្លាញជាតិសាសន៍នេះប៉ុណ្ណាទៅហើយស្រាប់តែមកចេញមកស្រាប់មកចង់ការពារលោកធូសំណាងនេះស្អីគេទៀតហើយលោកវងណារ៉េតហ្នឹងខ្ញុំការពារជនរងគ្រោះហើយចាំខ្ញុំប្រាប់ថាលោកធូសំណាងជាជនរងគ្រោះដោយសាររឿងអីព្រោះអានេះសិលធម៌របស់ខ្ញុំពេលដែលលោកធូសំណាងនឹងត្រូវគេចោទប្រកាន់ពីបទលុះអតិថាការខុសច្បាប់ហ្នឹងទៅឲ្យលួចទៅឲ្យពួកបរទេស scam online ណាហ្នឹងគឺជាទោសដែលមិនអាចអត់ឱនបានទេត្រូវតែដាក់គុកដាក់ច្បាប់ឲ្យគាត់សងការខូចខាតទាំងអស់ចំពោះប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ក៏ប៉ុន្តែបើគាត់ខ្លាចជាជនរងគ្រោះនៃអំពើអីមួយនីតិវិធីមិនត្រឹមត្រូវអីទៀតខ្ញុំនឹងការពារលោកធូសំណាងតាក់ទងនៅក្នុងរឿងដែលគេប្រព្រឹត្តខុសនីតិវិធីក្នុងការឃុំខ្លួនគាត់ឧទាហរណ៍អាហ្នឹងគឺជាសិលធម៌របស់ខ្ញុំដែលមិនអាចលោកបោកលោកក្រូចនឹងប៉មលាចូលគ្នាទឹកនឹងប្រេងបានទេបងប្អូនលោកធូសំណាងនេះគឺត្រូវបានដកតំណែងបាត់ទៅហើយបងប្អូនកាលពីខែមេសាយើងអត់ដឹងរឿងនេះទៅធ្លាក់ចេញការដកទួនាទីចេញបរិយាក្រិតដកទួនាទីរបស់លោកធូសំណាងនេះចេញពីប្រធានឬក៏ជាប្រធានអគ្គនាយកដ្ឋាននៅក្នុងក្រសួងការបរទេសមួយនឹងតាក់ទងនឹងរឿងកុងស៊ុលតាក់ទងនឹងអីដូច្នេះមកដល់ពេលនេះគឺលោកធូសំណាងត្រូវបានគេដកទួនាទីអស់ហើយបងប្អូនអត់មានអីឆ្ងល់រឿងការដកទួនាទីលោកធូសំណាងទេព្រោះអីរដ្ឋាភិបាលកម្ពុជាដើម្បីស៊ើបអង្កេតអីមួយកុំឲ្យពាក់ព័ន្ធវគ្គវិនអីជាមួយនឹងក្រសួងការបរទេសដោយរឿងចិនស៊ីអញ្ចឹងស្រាប់តែសុកមកជាប់នៅក្នុងបញ្ជីខ្មៅរបស់អាមេរិកអីអញ្ចឹងស្រាប់តែចេញមកដកសញ្ជាតិខ្មែរចេញពីលោកចិនស៊ីចាប់បញ្ជូនទៅបាត់ពីមុនមកនឹងជាទីប្រឹក្សាលោកហ៊ុនសែនធ្វើការជាមួយគ្នាថតរូបបាយទឹកអីអញ្ចឹងដល់តែពេលស្រាប់តែមានការអីដកទួនាទីបលែងចោលយករួចខ្លួនបាត់ដូចគ្នាលោកធូសំណាងនេះគឺគេដកទួនាទីនឹងភ្លាមទៅដើម្បីអីស្រួលចាត់ការដែរដើម្បីទី1គឺទុកឲ្យក្រសួងមន្ត្រីគេចាត់ចឹងបានការចាត់ការនេះអាចមានយូរដែរហើយតាំងពីខែមេសាមកម្លេះអញ្ចឹងមិនមែនមានប្រជាក្រិតដកទួនាទីគាត់ចេញពីមន្ត្រីជាន់ខ្ពស់នៃប្រធានដែលជាប្រធានយុគឋានមួយនៅក្នុងក្រសួងការបរទេសហ្នឹងទេខ្ញុំរកប្រជាក្រិតនេះអត់ទាន់ទេបងប្អូនដោយសារតែឯកសារវាច្រើនហើយវាច្បល់នៅក្នុងហ្នឹងក៏ប៉ុន្តែមុននេះខ្ញុំបានស្រាវជ្រាវទៅគឺឃើញពិតជាមានប្រជាក្រិតនៅក្នុងការដកទួនាទីរបស់លោកធូសំណាងចេញពីប្រធានយុគឋានការបរទេសមួយនៅក្នុងផ្នែកកុងស៊ុលផ្នែកទិដ្ឋាការហ្នឹងបាទឥឡូវនេះខ្ញុំស្លេះពីរឿងនេះបន្តិចទុកឲ្យក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយគាត់ចាត់ការតទៅទៀតប៉ុន្តែរឿងមួយដែលកើតឡើងក្នុងពេលដែលមានរឿងនឹងកើតឡើងនេះគឺមានរឿងមួយដែលគួរឲ្យអស់សំណើចប៉ុន្តែមិនភ្ញាក់ផ្អើលទេរឿងនេះគឺបាទឥឡូវកុំអាលដល់រឿងនេះខ្ញុំសូមនិយាយពីមតិពលរដ្ឋបន្តិចថាអំពាវនាវសូមឲ្យស៊ើបអង្កេតមេរបស់លោកធូសំណាងនឹងផងកុំចាប់តែលោកធូសំណាងព្រោះរឿងនេះវាមិននៅត្រឹមហ្នឹងទេមតិរបស់លោកម៉ែនណាតគាត់និយាយថាមន្ត្រីការបរទេសតកូលហ៊ុនលួចទិដ្ឋាការ 10000 ច្បាប់លក់ឲ្យក្រុមហ៊ុន scammer online អ្នកណាបំផ្លាញកម្ពុជាលោកនិយាយចេះតាមមើលទៅសំណុំរឿងអំពើពុករលួយធ្ងន់ធ្ងរពាក់ព័ន្ធនឹងអក្រិតកម្មឆបោកអនឡាញនៃលោកធូសំណាងនេះមិនអាចប្រព្រឹត្តតែម្នាក់ឯងបានទេរួមមានដំណើរការរលូនបែបនេះនោះគឺទៅវាមិនរួចទេមិនអាចកើតទេរឿងនេះគួរតែមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីមានអំណាចច្រើនរូបទៀតដែលមិនសូវខុសគ្នានឹងសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅនៃបទអក្រិតឆបោកអនឡាញជាអន្តរជាតិនៅអង្គការនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដូចជាលោកលីយ៉ុងផាត់លោកអង្គការកុកអាលោកអង្គការហ៊ុនតូត្រីភិបលោកអបនាយករដ្ឋមន្ត្រីណេតសាវឿនលោកជាឌីវិជាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសសុខាជាដើមនោះរឿងដដែលខាងលើនេះសុទ្ធតែចង្អុលបង្ហាញថាក្រុមអង្គការនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមានពាក់ព័ន្ធយ៉ាងជ្រៅឆ្ពោះទៅសម្ដៅកាន់លោកហ៊ុនសែនតែម្ដងដើម្បីលាងសម្អាតបទអក្រិតឆបោកអនឡាញជាសប្តាហ៍ពណ៌បានលុះត្រាតែរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនៅពេលនេះបដិញ្ញាចិត្តពិតប្រាកដត្រូវតែស៊ើបអង្កេតគ្រប់ចំណុចសង្ស័យដោយតម្លាភាពនិងយុត្តិធម៌ព្រមទាំងត្រូវសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកអង់គ្លេសសហភាពអឺរ៉ុបនិងបណ្ដាប្រទេសច្រើនទៀតដើម្បីឲ្យកម្ពុជាទើបអាចស្ដារមុខមាត់ប្រទេសកម្ពុជាឲ្យប្រសើរឡើងវិញបានបាទតាមពិតលោកធូសំណាងជាគាត់ធ្វើជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុលនិងព្រំដែននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតាមពិតតំណែងគាត់គឺបញ្ចប់នៅចុងខែមេសាឆ្នាំ2026នេះឯងបាទឥឡូវខ្ញុំស្លេះពីមតិបងប្អូនប្រជាពលរដ្ឋរឿងនេះគឺមានគេបញ្ចេញមតិច្រើនទៀតខ្ញុំស្រង់មិនអស់ទេតែខ្ញុំស្លេះត្រឹមលោកម៉ែនណាតចោះរឿងលោកធូសំណាងនេះមានពាក់ព័ន្ធនឹងរឿងមួយដ៏គួរឲ្យអស់សំណើចដែលខ្ញុំថាអស់សំណើចឲ្យមិនភ្ញាក់ផ្អើលគឺសមាជិកសភាបកប្រជាជនកម្ពុជាដល់ល្បីម្នាក់ទើបតែភ្ញាក់ថាកម្ពុជាដឹកនាំដោយប្រទេសផ្ដាច់ការលោកបណ្ឌិតកែមលីធ្លាប់មានប្រសាសន៍ថាអ្នកគង់តែនឹងខ្លាចជាជនរងគ្រោះទេគ្រប់គ្នាគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះមិនចំពោះថាអ្នកមិនធ្វើអ្វីសោះអាហ្នឹងមិនបាច់ថាមិនធ្វើអីសោះព្រោះអំពើអយុត្តិធម៌វាច្រើនពេកនៅក្នុងសង្គមរបៀបដឹកនាំរដ្ឋហ្នឹងវាពុករលួយវាអញ្ញាពេកដូច្នេះបន្តិចទៅនឹងរៀលដាល់ឲ្យអស់លោកសូម្បីតែមនុស្សដែលស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជាដែលមានការការពារមានអាវយ័ន្តការពារអីក៏ដោយ
ទៅបដាហើយក៏ប៉ុន្តែឥឡូវមន្ត្រីដែលជាតំណាងរាស្ត្រទៅទៀតហើយជាអតីតរដ្ឋមន្ត្រីទៅទៀតគាត់មកធ្វើរបៀបភ្ញាក់ព្រឹកហេតុអីបានជាកម្ពុជាដឹកនាំដោយប្រទេសផ្ដាច់ការអញ្ចឹងហើយគាត់និយាយរឿងអីហើយគាត់ជាអ្នកណាបាទតំណាងរាស្ត្ររូបនេះដែលខ្ញុំថាល្បីហ្នឹងគឺមិនមានអីអត់កំបាំងទេគឺលោកខៀវកញ្ញរិទ្ធលោកខៀវកញ្ញរិទ្ធសប្ងៃគឺជាតំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ចាមលោកធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានច្រើនអាណត្តិហើយលោកនៅតែសកម្មនៅលើបណ្ដាញសង្គម Facebook គាត់រាល់ថ្ងៃដែរតាមពិតលោកខៀវកញ្ញរិទ្ធគឺជាបញ្ញវន្តខ្មែរមួយដ៏គួរឲ្យគោរពលោកសរសេរសភៅលោកចេះភាសាបារាំងចេះភាសាអង់គ្លេសស្ទាត់ជំនាញនិយាយទៅលោកជាបញ្ញវន្តដែលគួរឲ្យគោរពប៉ុន្តែបញ្ញវន្តខ្មែរណាក៏ដោយនៅជួររដ្ឋាភិបាលគឺទៅគឺក្រិនកញ្ញាញ់គូក្បាលគ្រប់តែគ្នានឹងព្រោះយើងធ្វើអីតែមិនកើតមិនហ៊ាននិយាយអីក្រៅតែពីសរសើររដ្ឋាភិបាលគ្រប់ម៉ាត់ក៏ប៉ុន្តែយូរម្ដងឃើញគាត់ប្រឡយពាក្យមកអន់ចិត្តតូចចិត្តខកចិត្តអីនឹងបញ្ហានឹងដែរជាពិសេសលោកខៀវកញ្ញរិទ្ធហ្នឹងគឺជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដំបូងគេដែលពេលដែលលោកហ៊ុនម៉ាណែតឡើងកាន់ជានាយករដ្ឋមន្ត្រីមកហើយស្រាប់តែគេរុះរើដូរមនុស្សចាស់នៅក្នុងក្រសួងយកទៅដាក់ក្នុងគៀនជាងអស់ហើយយកក្មេងៗមកគាត់ជាអ្នកប្រតិកម្មមុនគេថាអូរបៀបកាយតម្រង់គេធ្វើអញ្ចឹងយកចាស់រុញចោលអស់ដាក់ក្មេងៗមកជន់ក្បាលគេឯងគ្រប់គ្នាអញ្ចឹងទៅរឿងហ្នឹងក៏ស្ងាត់មួយសានេះគឺជាមនុស្សរបស់គាត់ផងដែលហ៊ាននិយាយបើមនុស្សគណៈបកប្រឆាំងនិយាយប៉ុណ្ណេះមិនស្រួលហ្នឹងអាចគេហៅទៅផឹកតែចត់បាត់ហើយប៉ុន្តែលោកខៀវកញ្ញរិទ្ធគាត់ជាខ្លាំងម្នាក់ចិត្តស្និទ្ធជាមួយនឹងកម្រិតលោកហ៊ុនសែនឯណោះព្រោះគាត់ជជែកសរសើរជជែកគ្នាពីរឿងលើក្រែអីហ្នឹងគាត់ share នៅលើបណ្ដាញសង្គមអីហ្នឹងធម្មតាដូចជារឿងប៉ុន្តែពួកអីលោកខៀវកញ្ញរិទ្ធគាត់រៀងដូចថាមាត់គាត់រៀងដាច់បន្តិចអារឿងលើក្រែរឿងអីហ្នឹងគាត់មិនសូវប្របាក់ប្រដាក់អីហ្មងទេទោះជាមន្ត្រីអីចឹងគាត់ក៏ជាមនុស្សដែរគាត់ចូលចិត្តកប្លុកកប្លែងនិយាយលេងសើចពីរឿងខើចលើខើចក្រមអីចឹងតាមបណ្ដាញសង្គមរាល់តែដងទេបាទព្រោះនិស័យរបស់លោកខៀវកញ្ញរិទ្ធចូលចិត្តភាពសាមញ្ញដែរខ្ញុំសរសើរភាពសាមញ្ញរបស់គាត់ដែរតែក៏ប៉ុន្តែពេលខ្លះគាត់ភ្លេចគិតថាគាត់ជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានហើយក៏ជាតំណាងរាស្ត្រដែរប៉ុន្តែយ៉ាងណាគាត់និយាយថ្ងៃនេះខ្ញុំសរសើរអំពីតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជារូបនេះដែលឈរលើគោលការណ៍សច្ចយុត្តិធម៌ហើយនៅជួយការពារជនរងគ្រោះនិងក្រុមគ្រួសារគឺការពារលោកធោសំណាងនេះឯងលោកមិនការពារលោកធោសំណាងក្នុងនាមជាជនសង្ស័យនៃការដែលលួចលក់ទិដ្ឋាការដល់ទៅ 6000 ស្លឹកជាងឥឡូវនៅបាត់ 4000 ស្លឹកទៀតទាំងអស់ 10000 ស្លឹកទៅឲ្យពួកឆបបអនឡាញទេលោកខៀវកញ្ញរិទ្ធអត់បានការពារអំពើអក្រិតនេះទេក៏ប៉ុន្តែលោកការពារភាពត្រឹមត្រូវនៃនីតិវិធីតុលាការនីតិវិធីស៊ើបអង្កេតនីតិវិធីឃាត់ខ្លួននីតិវិធីឃុំខ្លួននីតិវិធីហៅទៅសួរនាំអីចឹងហេតុអីបានជាខ្ញុំលើករឿងនេះមកនិយាយដោយសារតែលោកខៀវកញ្ញរិទ្ធមុននេះគាត់បានលើកឡើងអំពីមតិរបស់បងប្អូនក្រុមគ្រួសាររបស់លោកធោសំណាងនេះលោកមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះដែលគេតាមរហ្នឹងគឺគេចាប់គាត់ឲ្យទៅបំភ្លឺនៅអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយបាត់មួយយប់មួយថ្ងៃហើយគ្រួសារអត់ដឹងព័ត៌មានអីទាំងអស់រហូតដល់តែបាត់ខ្លួនគ្រួសារបែបនេះធ្វើឲ្យសមាជិកគ្រួសារនៅឯជ្រោយចង្វាហ្នឹងគឺដាក់ពាក្យប្តឹងនៅប៉ូលីសនៅប៉ុស្តិ៍នៅជ្រោយចង្វាអំពីការបាត់ខ្លួនសមាជិកគ្រួសាររបស់គាត់ដែលអត់ដឹងដំណឹងសោះសិតតែបាត់ចឹងដល់តែក្រោយមកបានលោកខៀវកញ្ញរិទ្ធហ្នឹងគាត់សរសេរលើបណ្ដាញសង្គម Facebook របស់គាត់ដាក់ថារកឃើញហើយគឺលោកធោសំណាងនេះតាមពិតមិនមែនបាត់ខ្លួនទេគឺនៅអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយដែលគេកំពុងតែសាកសួរគាត់ក៏ប៉ុន្តែបងប្អូនលោកខៀវកញ្ញរិទ្ធខ្ញុំសរសើរគាត់ត្រង់កន្លែងនេះគាត់ហ៊ាននិយាយការពិតដែលមន្ត្រីខ្មែរច្រើនណាស់ដែលមិនហ៊ានណាក៏ប៉ុន្តែមិនដឹងថាតើការហ៊ាននិយាយការពិតគាត់នឹងបានប្រយោជន៍អីដែរទេព្រោះគាត់ចូលរួមនៅក្នុងប្រព័ន្ធដែលធ្វើឲ្យអំពើអយុត្តិធម៌នេះវាកើតឡើងពេញផ្ទៃប្រទេសប្រហែល30ឆ្នាំជាងដែរនិយាយទៅគាត់ជាផ្នែកមួយនៅក្នុងគេហៅសហកិច្ចកម្មរួមដូចរបបខ្មែរក្រហមអញ្ចឹងអ្នកណាដូចតែអីចេះមករាយការណ៍មកសារភាពថាគាត់មិនដឹងទេបញ្ជាថ្នាក់លើប៉ុន្តែគាត់គឺជាអ្នកនៅចូលរួមក្នុងការសម្រេចចិត្តអីសពបែបយ៉ាងអត់មានបានជួយកែអីសោះអាចធ្លាក់ទឹកឲ្យតែស្កគេយកមនុស្ស1លាន7សែនអ្នកយកទៅសម្លាប់អស់អីចឹងដូចសម័យខ្មែរក្រហមតើអ្នកណាគេជឿថាយើងអត់បានចូលរួមនៅក្នុងការប្រព្រឹត្តបទឧក្រិដ្ឋបើយើងមិនចូលរួមយើងចងកសម្លាប់ខ្លួនទៅឬក៏រត់គេចចេញឲ្យបាត់ទៅយើងហេតុអីបានជានៅក្នុងប្រព័ន្ធហ្នឹងហើយមិនត្រឹមនៅក្នុងប្រព័ន្ធហ្នឹងគឺយើងនៅសរសើរនៅអីល្អល្អអឿនរហូតដល់តែពេលមានទុកបានតែយើងដឹងថាអូទុកធ្លាក់ដល់ខ្លួនហើយបើកុំតែធ្លាក់ដល់ក្រុមខ្លួនក្រុមអ្នកដែលជាបម្រើខ្លៅម្នាក់មិត្តភ័ក្តិចិត្តស្និទ្ធអីរបស់គាត់ហ្នឹងក៏គាត់ក៏តែមិនយកមកនិយាយដែរព្រោះដែលលោកខៀវកញ្ញរិទ្ធដែលនិយាយម្ដងណាពីរឿងគេចាប់សកម្មជនគណៈបកសង្គ្រោះជាតិគណៈបកឬក៏គណៈបកដែលសកម្មជនបរិស្ថានធនធានធម្មជាតិឬក៏សកម្មជនអីក៏ដោយដែលហ៊ាននិយាយស្អីខ្ទាស់នឹងរដ្ឋាភិបាលបញ្ចេញមតិឲ្យអាជ្ញាធរទៅចាប់ទៅដល់ផ្ទះយកទៅដាក់នៅកន្លែងណាអត់ដែលប្រាប់បងប្អូនក្រុមគ្រួសារអត់មានទាំងដីកាទៅទៀតហើយបងប្អូនអត់ដឹងទេចេះតែនៅតែផ្ញើសារតាមបណ្ដាញសង្គមខ្លោចផ្សារអំពីប្រព័ន្ធចាប់មនុស្សដែលមិនប្រាប់ដូចសម័យខ្មែរក្រហមផ្ដាច់ការនេះអត់ដែលឃើញលោកខៀវកញ្ញរិទ្ធឯណាដែលលើកឡើងនិយាយតែម្ដងដល់តែឥឡូវប៉ះពាល់ជាមួយមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសដែលរងការសង្ស័យប្រព្រឹត្តអំពើក្បត់ជាតិឲ្យទៅថាការទៅបរទេសរាប់ពាន់អ្នកដើម្បីមកបំផ្លាញខ្មែរគាត់ចេញមកជួយការពារដែរខ្ញុំម្ដងទៀតគាត់មិនការពារជនអក្រិតទេប៉ុន្តែគាត់ការពារអំពើមិនត្រឹមត្រូវរបស់អាជ្ញាធរនៃអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយចង់និយាយថាគាត់ប្រឆាំងអំពើមិនត្រឹមត្រូវមិនការពារជនរងគ្រោះមិនចំពោះតែលោកធោសំណាងនេះទេអញ្ចឹងខ្ញុំថាខ្ញុំត្រូវការមនុស្សនៅក្នុងគណៈបកប្រជាជនកម្ពុជាហ្នឹងឲ្យហ៊ាននិយាយអីខ្លះកុំសង្ងំសក់គ្រប់គ្នាពេកដល់ពេលធ្លាក់ដល់ខ្លួនអស់លោកបញ្ឈឺឥឡូវលោកខៀវកញ្ញរិទ្ធក៏និយាយចេះទទួលដំណឹងថាលោកធោទទួលដំណឹងលោកធោសំណាងហើយ
គាត់ត្រូវអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ACU ចាប់ពាក់ព័ន្ធរឿង scam ក៏ប៉ុន្តែមតិខ្ញុំនៅក្នុងសង្គមប្រជាធិបតេយ្យនិងក្នុងនីតិរដ្ឋអ្នកប្រព្រឹត្តខុសត្រូវទទួលទោសមែនហើយតែការចាប់បាត់ខ្លួនការសំទោសតែការចាប់បាត់ខ្លួនតាំងពីដើមមានតែនៅក្នុងប្រទេសផ្ដាច់ការតាចាប់គេឲ្យបាត់ខ្លួនមិនឲ្យដំណឹងគាត់ថាមានតែនៅក្នុងប្រទេសផ្ដាច់ការទេនៅក្នុងកម្ពុជាយើងគួរតែមានការជូនដំណឹងដល់ក្រុមគ្រួសារកុំឲ្យមានការភ័យស្លន់ស្លោតាមពិតលោកខៀវកញ្ញរិទ្ធមិនបាននិយាយថាប្រទេសកម្ពុជាជាប្រទេសផ្ដាច់ការទេលោកថាការចាប់មនុស្សយកទៅសួរចម្លើយឬក៏សាកសួរអីឲ្យអត់មានដំណឹងសោះឲ្យក្រុមគ្រួសារគឺគេធ្វើតែនៅក្នុងប្រទេសផ្ដាច់ការទេអញ្ចឹងនៅក្នុងប្រទេសកម្ពុជាយើងគួរតែជូនដំណឹងដល់ក្រុមគ្រួសារកុំឲ្យគេមានការភ័យស្លន់ស្លោក្នុងន័យនេះលោកខៀវកញ្ញរិទ្ធចង់និយាយថានៅក្នុងកម្ពុជាយើងដែលជាប្រទេសប្រជាធិបតេយ្យតែគាត់មិនដាក់ទេគាត់ដាក់ថាកម្ពុជាយើងគឺខុសពីប្រទេសផ្ដាច់ការគេមិនត្រូវធ្វើដូច្នេះទេលោកខៀវកញ្ញរិទ្ធក៏ខ្វះភាពក្លាហានដែរនៅក្នុងប្រាប់ថាបើធ្វើដូច្នេះគឺជាប្រទេសផ្ដាច់ការលោកទទួលស្គាល់ថាកម្ពុជាជាប្រទេសប្រជាធិបតេយ្យតើប្រទេសជាប្រជាធិបតេយ្យឯណាដែលគេរំលាយរដ្ឋធម្មនុញ្ញរំលាយគណៈបព្វប្រឆាំងរំលាយក្រុមប្រឹក្សាគុំសង្កាត់រំលាយអីសពបែបយ៉ាងចាប់មនុស្សដាក់គុកតាមអំពើចិត្តចាប់មេបកដាក់ប្រឆាំងលោកកម្មសខាដាក់ក្នុងពន្ធនាគារ9ឆ្នាំឥឡូវដកហូតសិទ្ធិនយោបាយគាត់អស់លោករងជនលោកស៊ុនចន្ទធីនិងមនុស្សមួយកណ្ដោក៏ដឹកទៀតលោកខៀវកញ្ញរិទ្ធដែលជាតំណាងរាស្ត្រមួយរូបអត់ដឹងទេអញ្ចឹងលោកអត់ដឹងថាប្រទេសកម្ពុជាជាប្រទេសផ្ដាច់ការទេឬក៏តតែពេលនេះប៉ះពាល់ដល់ក្រុមគ្រួសារសាច់ញាតិមិត្តភ័ក្តិរបស់លោកដែលគេពឹងឲ្យលោកជួយទៅព្រោះមានអធិបុលជារដ្ឋមន្ត្រីអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានផងហើយជាតំណាងរាស្ត្រផងទើបលោកលើកយកមកនិយាយថាកម្ពុជាបើធ្វើដូច្នេះមិនខុសពីប្រទេសផ្ដាច់ការក៏ប៉ុន្តែនៅតែគិតថាកម្ពុជាជាប្រទេសមានប្រជាធិបតេយ្យតើកម្ពុជាប្រជាធិបតេយ្យរបស់យើងខុសអ្វីពីកម្ពុជាប្រជាធិបតេយ្យសម័យខ្មែរក្រហមបងប្អូនកម្ពុជាសម័យខ្មែរក្រហមគឺកម្ពុជាប្រជាធិបតេយ្យ Democratic កម្ពុជា DK គេហៅជាអក្សរកាត់របបខ្មែរក្រហមថារបប DK រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមគឺល្អឥតខ្ចោះយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋសិទ្ធិសេរីភាពលក្ខណៈតែយកទៅសម្រាប់អស់លីង1លាន7សែនបបសបបឬក៏ឃ្លោកហូបរាល់ថ្ងៃតវ៉ាខ្មាំងប្រចាំងខ្មោចមានខុសអីទៅលោកខៀវកញ្ញរិទ្ធអំពីអ្វីដែលកើតឡើងសប្តាហ៍ថ្ងៃវាគ្រាន់តែខុសរូបភាពគ្នាពីរឿងថាឥឡូវយើងមានសេរីភាពតែសេរីភាពសប្តាហ៍ថ្ងៃគឺមានតែក្រុមកម្មាភិបាលទេដូចសម័យខ្មែរក្រហមអញ្ចឹងយូរកម្មាភិបាលខ្មែរក្រហមសម្រាប់គ្នាឯងទៀតដូចគ្នានឹងសម័យនេះដែរយូរកម្មាភិបាលនៅក្នុងជួរគណៈបព្វជិជនកម្ពុជាជាអំពុលទុកទាំងអស់យូរចាប់ផ្ដើមឆ្លោះគ្នាខំគ្នាហែកគ្នាហើយទៅអ្នកដែលរងទុកគឺប្រជារាស្ត្រ1លាន18លានអ្នកមិនមែន1លានទេអញ្ចឹងខ្ញុំនៅតែគិតថាអ្វីដែលលោកខៀវកញ្ញរិទ្ធលើកឡើងនេះគឺជាសារដាស់ឲ្យភ្ញាក់រលឹកអំពីរបៀបដឹកនាំរដ្ឋបែបផ្ដាច់ការទេគ្មានប្រទេសណាចាប់មនុស្សយកទៅឃុំខ្លួនដូចជាករណីលោកថោសំណាងខ្ញុំនៅតែមានសមានចិត្តចំពោះលោកថោសំណាងក្នុងនាមជាជនរងគ្រោះនៃការមិនជូនដំណឹងទៅក្រុមគ្រួសារដែលអំពើនេះគឺជាអំពើផ្ដេសផ្ដាស់មែនតើដែលមិនគួរណាកើតឡើងប៉ុន្តែវាកើតឡើងយូរហើយវាស៊ាំតែជារាសធម្មតាអស់ហើយវានៅតែរាសធំដោយលោកខៀវកញ្ញរិទ្ធដែលគាត់មិនដែលជឿចាប់ដោយសារតែមិនដែលត្រូវប៉ះគាត់ឥឡូវប៉ះមិត្តភក្តិក្រុមគ្រួសារគាត់ឬក៏បងប្អូនញាតិមិត្តអីដែលគេពឹងគាត់ចាប់ផ្ដើមស្រែកតើបានប្រយោជន៍អីបងប្អូនតើបានប្រយោជន៍អីនៅពេលដែលលោកខៀវកញ្ញរិទ្ធលើកឡើងនៅពេលនេះតើគេមិនដឹងទេឬថារបៀបដឹកនាំរដ្ឋនៅកម្ពុជាជារបៀបដឹកនាំឯកបកប្រមូលផ្ដុំអំណាចនៅលើបុគ្គលម្នាក់របៀបផ្ដាច់ការច្បាប់ទាញយឺតដោយកស៊ូអត់ដឹងទេអញ្ចឹងតើយើងត្រូវការប៉ុន្មានឆ្នាំទៀតប៉ុន្មានខែទៀតប៉ុន្មានអាណត្តិទៀតដើម្បីយើងទាំងអស់គ្នាដឹងហើយនាំគ្នាជួយកែតម្រង់រដ្ឋនេះឬមួយក៏អស់លោកនៅចាំទៀតទៅបើអត់ទាន់ប៉ះក្រុមគ្រួសារលោកទេគឺយើងនឹងនៅតែឲ្យអាចេញទឹកតែស្គាល់តាមគ្នាទៀតទៅឬក៏យ៉ាងដូចម្ដេចបាទបងប្អូនភ្ញាក់រលឹកឡើងកុំចាំតតែពេលប៉ះដល់បងប្អូនសាច់ញាតិបងប្អូនបានយើងគិតថាសង្គមនេះផ្ដាច់ការអំពើអយុត្តិធម៌កើតឡើងប៉ះគ្រួសារអ្នកណាក៏ដោយគ្រួសារគណៈបកប្រជាជនក៏ដោយគ្រួសារសង្គ្រោះជាតិក៏ដោយគ្រួសារមនុស្សឯករាជ្យឬអង្គការសង្គមស៊ីវិលស្ថាប័នណាក៏ដោយគឺជាអំពើអយុត្តិធម៌ដែលប៉ះឈឺដល់ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកដូចគ្នាឲ្យតែជាជនរងគ្រោះព្រោះអំពើអយុត្តិធម៌ដែលកើតឡើងនៅកន្លែងណាក៏ដោយវានឹងឲ្យមានអំពើអយុត្តិធម៌នៅគ្រប់ទីកន្លែងបើយើងអត់ដោះស្រាយវាទេនេះមិនមែនជាភាសាខ្ញុំទេភាសារបស់លោកបណ្ឌិត Martin Luther King ដែលជាជើងឯកផ្នែកសេរីភាពដោះស្រាយរហូតដល់គេធ្វើឃាតប៉ុន្តែគាត់ស្លាប់ទៅមែនតែគេឈ្មោះរបស់គាត់នៅក្រអូបភាយសុសសាយលើភពផែនដីលើពិភពលោកហើយគេគោរពគេឲ្យតម្លៃគាត់គេនៅតែតាមយកវីរភាពគាត់យកមកប្រើហើយគេរហូតដល់តែអាមេរិកយកមួយថ្ងៃធ្វើជាថ្ងៃបុណ្យសម្រាប់ជាតិដើម្បីរំលឹកវិញ្ញាណក្ខន្ធនិងគុណូបការៈរបស់លោក Martin Luther King សម្ដីរបស់គាត់មានពីរដែលគួរឲ្យចាប់អារម្មណ៍បើអំពើអយុត្តិធម៌កើតឡើងនៅទីណាក៏ដោយប៉ះអ្នកណាក៏ដោយហើយមិនជួយរកយុត្តិធម៌ឲ្យគ្នាអំពើអយុត្តិធម៌នោះគឺកើតឡើងពេញផ្ទៃប្រទេសឬគ្រប់ទីកន្លែងទាំងអស់ហ្នឹងទី1ទី2គ្មានទេសន្តិភាពបើគ្មានយុត្តិធម៌ហើយបើគ្មានយុត្តិធម៌គឺគ្មានទេសន្តិភាពវាទៅវិញទៅមកតែប៉ុណ្្នឹងឯងនេះគឺជាភាសា clear ពីរដែលយើងចងចាំឥឡូវវិលមកលោកខៀវកញ្ញរិទ្ធល្អហើយដែលលោកលើកឡើងដូច្នេះតើក្រៅតែពីលោកលើកឡើងដូច្នេះក្រៅតែពីលោកនិយាយជាប្រយោលចោលលើបណ្ដាញសង្គមដើម្បីយកបងតើលោកជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមរបស់គណៈបកប្រជាជនកម្ពុជាលោកនឹងសរសេរច្បាប់ដើម្បីកែរដ្ឋធម្មនុញ្ញដើម្បីកែរបៀបដឹកនាំរដ្ឋដើម្បីលើកយកទៅជជែកនៅក្នុងរដ្ឋសភាក្នុងនាមជាតំណាងរាស្ត្រដែរទេខ្ញុំសឹងឲ្យបងប្អូនគូសថ្មចំណាំព្រោះមិនមែនជាវប្បធម៌របស់មន្ត្រីគណៈបកប្រជាជនកម្ពុជានឹងតំណាងរាស្ត្រគាត់ទេគឺគាត់លើកតែដៃអាចេះត្រាក់ទឹកឲ្យអើមកយោហើយប៉ុន្តែឥឡូវនេះវាអស់អ្នកធ្វើទុកបុកម្នេញណាបងប្អូនព្រោះការធ្វើទុកបុកម្នេញគណៈបកប្រឆាំងនឹងវាអស់
ដោយសារគ្នារត់ចោលស្រុកអស់ដោយសារគ្នាចោះចូលដោយសារគ្នាខ្លាចជាលលកដោយសារគ្នាឡើងហ៊ាននិយាយអីយូរវាអស់អ្នកធ្វើទុកបុកម្នេញវានៅតែក្រុមគណៈបកប្រជាជនកម្ពុជាតាខ្មែរក្រហមមកសម្រាប់ដំបងគឺអ្នកដែលមាននិន្នាការរបបសង្គមចាស់ប្រជាជនថ្មីទាហានសាធារណរដ្ឋលន់នល់យូរទៅសម្រាប់កម្មាភិបាលខ្មែរក្រហមព្រោះអស់មនុស្សសម្រាប់អស់មនុស្សដែលយើងសង្ស័យថាជាខ្មាំងអញ្ចឹងនៅក្នុងហ្នឹងយូរខ្មាំងទាំងអស់សម្រាប់គ្នាឯងរហូតដល់រលីខ្សលតែម្ដងដោយសារអីវាអត់ដែលឈប់ទេព្រោះអំពើប្រទេសផ្ដាស់នេះគឺវានឹងទៅរហូតដល់រលីខ្លួនបើយើងអត់ព្រមទប់អត់ព្រមកាយយូរហើយហ្នឹងបងប្អូនត្រូវចាំថាការកាយសម្រួលប្រព័ន្ធដឹកនាំរដ្ឋឲ្យល្អទាំងការឆបោកទាំងសិទ្ធិមនុស្សប្រជាធិបតេយ្យទាំង scam online ទាំងបកពួកនិយមទាំងអំពើចាប់មនុស្សឃុំខ្លួនដោយបំពានដោយតាមអំពើចិត្តវាមិនមែនកើតឡើងដោយយើងឃើញចុងក្រោយប៉ះពាល់ខ្លួនឯងទៅមិនស្រេចទេបងប្អូនមានចាំទេឈើដែលយើងយកមកកដើម្បីធ្វើជាផ្ទះតែយើងត្រូវធ្វើផ្ទះនៅពេលណាបងប្អូនយើងត្រូវយកវាមកធ្វើផ្ទះនៅពេលឈើនឹងអត់ទាន់ពុកព្រោះបើយើងកវាចោលទោះក្របសង្កសីក្របអីក៏ដោយយូរឆ្នាំទៅឬទាំងក្បឿងទាំងអិតទាំងខ្សាច់ទាំងវារលាយវាហូរតាមភ្លៀងវាពុកវាផុយកដៀកាត់កដោគៀអស់ទៅហើយដល់តែពេលចុងក្រោយសាប់តែយើងយកមកវានៅសល់សំណក់នៃឈើពុកយកមកធ្វើផ្ទះតែយើងធ្វើកើតទេដូច្នេះដើម្បីធ្វើផ្ទះនេះឲ្យវាមានសសររឹងមាំសសរក្លឹមសសរអីល្អឲ្យបានផ្ទះនេះជួយក្របជាមលុបជាអីកុំឲ្យមានភ្លៀងសាច់ភ្លៀងអីត្រូវឲ្យពុកសសរហ្នឹងគឺយើងធ្វើនៅពេលដែលវាអត់ទាន់ពុកយើងមិនមែនតតែពុកផុយឲ្យបានយើងយកមកធ្វើអីកើតបងប្អូនថាអូឥឡូវដល់ពេលយកមកធ្វើផ្ទះហើយឥឡូវយើងពេលវេលាគ្រប់គ្រាន់ទៅចាប់ផ្ដើមសង់អីណាក្បឿងក៏ពុកផុយខ្សាច់ក៏ហូរចោលអស់អាឈើហ្នឹងក៏ពុកអស់តើនេះឬដែលជាការដោះស្រាយបញ្ហាគឺគេដោះស្រាយគឺនៅពេលដែលវាអត់ទាន់មានបញ្ហាគឺវិធានការបង្ការពារប្រសើរជាងព្យាបាលយើងទុកឲ្យខ្លួនយើងឈឺបានតែយើងនាំគ្នាបញ្ញាប់បញ្ញាល់ទៅព្យាបាលជួនកាលជំងឺមហារីកដំណាក់កាលទី4ហើយបងប្អូនព្យាបាលយ៉ាងម៉េចប៉ុន្តែអាកាលមុនហ្នឹងអត់ទៅពិនិត្យពេទ្យមួយខែមួយឆ្នាំ2ដងអីដើម្បីឲ្យតាមដានជំងឺហើយទទួលទានអាហារហ្នឹងឲ្យវាមានសុខភាពកុំខ្លាញ់ច្រើនកុំទទួលទានសូរ៉ាយើងអត់ធ្វើយើងដេកផ្សំដួលលំផ្សំគ្រិចដល់តែពេលយើងឈឺដេកលើក្រែហើយយកទៅព្យាបាលគេថាមានតែប្រឆាទេហើយនាំគ្នាចាប់ផ្ដើមប្រមូលលុយប្រមូលថវិកាទូងស្គរពេញភូមិឲ្យមកជួយផងជួយបានប៉ុណ្ណាជួយយកទៅប្រឆាទៅហើយហ្នឹងយ៉ាងច្រើនបានតែត្រឹមថាអូគេជួយដែរមិនអត់សោះទេតែមនុស្សស្លាប់បាត់ហើយហ្នឹងភ្ញាក់រលឹកឡើងវិញបងប្អូនហើយលោកខៀវកញ្ញរិទ្ធហ្នឹងសូមឲ្យធ្វើលើសពីការគ្រាន់តែសរសេរសារលើបណ្ដាញសង្គមលោកជាតំណាងរាស្ត្រគឺលោកតំណាងឲ្យរាស្ត្របើលោកជាតំណាងរាស្ត្រលោកមានទុកខ្លួនឯងលោកដោះស្រាយអត់បានតើរាស្ត្រមណ្ឌលកំពង់ចាមរបស់លោកសង្ឃឹមអីលើលោកយកអំណាចជាតំណាងរាស្ត្រគណៈបកប្រជាជនក៏ដោយខ្ញុំអត់ខ្វល់ទេដូចខ្ញុំបានប្រាប់ហើយខ្ញុំមិនខ្វល់ឆ្មាប្រភេទសបុលប្រមាណទេឲ្យតែចាប់កដោបានខ្ញុំមិនខ្វល់តកូលហ៊ុនតកូលសុកតកូលទាតកូលខៀវតកូលសំតកូលកំតកូលសតកូលស្អីក៏ដោយចៅតកូលថាច់តកូលស្អីក៏ដោយកាន់ប្រទេសនេះតកូលរងតកូលកាន់ទៅសំខាន់គឺយើងត្រូវឲ្យមើលដូចគ្នាថាបញ្ហាវាមានហើយយើងត្រូវដោះស្រាយចុះបើអស់លោកនៅអាចេធ្លាក់ទឹកឲ្យដល់មកឥឡូវលោកកាន់អំណាចប្រមាណអាណត្តិទៅហើយមកដល់លោកនិយាយថាចាប់មនុស្សអត់មានប្រាប់ក្រុមគ្រួសារធ្វើដោយអំណាចផ្ដាច់ការគេផ្ដាច់ការយូរហើយតើលោកខៀវកញ្ញរិទ្ធយូរហើយតែលោកមិនដែលប៉ះខ្លួនឯងខ្ញុំពេលខ្លះខ្ញុំខកចិត្តនឹងមន្ត្រីខ្មែរបញ្ញវន្តខ្មែរនឹងមែនតើមិនដឹងថាអស់លោកបាយ3ពេលហ្នឹងចង់រស់នៅដើម្បីអីគេដើម្បីតែក្រុមគ្រួសារអស់លោកដើម្បីតែបពពួកអស់លោកចោះក្រុមគ្រួសារគេ18លានអ្នកហ្នឹងមិនគេអត់ចង់រស់ទេគេអត់ចង់បានយុត្តិធម៌ទេចាគេអត់ចង់បានសេចក្តីសុខទេចាគេអត់ចង់បានការប្រព្រឹត្តស្មើភាពគ្នាទេចាគេអត់ចង់បានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលោកអាចបញ្ចេញបានប៉ុន្តែសារមួយជាមន្ត្រីណាជាន់ទៀតបញ្ចេញមើលបើមិនដកទួលនីតិឬក៏ហៅទៅផឹកតែនេះជាប់គុកទៀតព្រោះហ៊ាននិយាយថាកម្ពុជាផ្ដាច់ការម្ដងទៀតខ្ញុំលើកទឹកចិត្តឲ្យលោកខៀវកញ្ញរិទ្ធធ្វើឲ្យលើសពីសារហ្នឹងធ្វើឲ្យលើសពីការគាត់ប្រាប់ថាអូគេធ្វើចឹងហើយចាំមើលក្រសួងយុទ្ធប្រឆាំងធ្វើពុករលួយគេឆ្លើយតបមកវិញណាអូខ្ញុំថាហួសនិស័យខ្ញុំថាក្រសួងប្រយុទ្ធប្រឆាំងពុករលួយនេះអស់កន្លែងរិះគន់ដែរបងប្អូនខ្ញុំមិនមែនថាគាត់មិនបានធ្វើការទេឃើញគាត់ទៅចាប់ស៊ើបអង្កេតលោកធោសំណាងបើគុំមានអង្គភាពប្រយុទ្ធប្រឆាំងពុករលួយអ្នកណាស៊ើបអង្កេតគាត់យើងត្រូវអរគុណអង្គភាពប្រយុទ្ធប្រឆាំងពុករលួយនេះទៅប៉ុន្តែបងប្អូនអត់សាច់នឹងរិះគន់ទេកូនរបស់លោកអោយន្ទៀង3នាក់នៅហ្នឹងអោយន្ទៀងពុទ្ធិរាយន្ទៀងពុទ្ធិរៈយន្ទៀងពុទ្ធរស្មីអីណាកូនស្រីមួយកូនប្រុសពីរហើយយន្ទៀងពុទ្ធិរាអីមិនដឹងទេមួយណាទេនឹងឡើងទៅជាប្រធានរបស់អង្គភាពប្រយុទ្ធប្រឆាំងពុករលួយមកគ្រួសារ4នាក់នៅក្នុងអង្គភាពប្រយុទ្ធប្រឆាំងពុករលួយហើយមកប្រយុទ្ធប្រឆាំងពុករលួយបើបានជោគជ័យខ្ញុំសឹងពុះកាប់ថ្មចំណាំឲ្យមើលទៅព្រោះអីមកគ្រួសារនៅហ្នឹងចុះឥឡូវទីហោបើគ្រួសារគាត់មានអំពើពុករលួយនៅក្នុងការទូនីតិចូលក្នុងតំណែងទាំងអស់ហ្នឹងដែលទាញមកតាមជើងខោឪពុកហ្នឹងហើយទៅអ្នកណាអ្នកស៊ើបអង្កេតរឿងហ្នឹងគណៈកម្មការណាស៊ើបអង្កេតបើគ្នាគាត់ទាំងអស់នៅហ្នឹងឧទាហរណ៍ខ្ញុំនិយាយតែឧទាហរណ៍ប៉ុន្តែណាហើយដឹងគាត់ឆ្លើយមិនទេនៅពេលដែលលោកខៀវកញ្ញរិទ្ធចាប់ជាសំណួរដឹងមន្ត្រីរបស់គាត់ឆ្លើយមកឲ្យបងប្អូនថាខ្មែរយើងគិតទៅអន់ដល់ថ្នាក់ហ្នឹងណាខ្ញុំទៅរកឯកសារហ្នឹងសិនកុំឲ្យនិយាយទៅខុសពីចោតមុងនរិទ្ធណាតែចេះថាចេះហើយម្នាក់ឯងទៅថាមែនតើសុំទោសបងប្អូនគាត់មន្ត្រីគាត់ចេះខ្ញុំនិយាយហ្នឹងខ្ញុំថាខកចិត្តហ្នឹងចេះពេលដែលប្រជាពលរដ្ឋមិនមែនប្រជាពលរដ្ឋទេលោកខៀវកញ្ញរិទ្ធចោទសួរជាសំណួរអញ្ចឹងណាថាហេតុអីបានជាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ
ចាប់មនុស្សយកទៅឃុំខ្លួនអត់ជូនដំណឹងឲ្យគ្រួសារដឹងដូចជាអំណាចផ្ដាច់ការពេកប្រទេសយើងជាប្រទេសមាននីតិរដ្ឋមិនមែនជាប្រទេសផ្ដាច់ការទេមិនអញ្ចឹងនៅក្នុង Facebook របស់អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះគឺជាសារដែលមានមន្ត្រីម្នាក់នៅក្នុងក្រសួងនេះតបបើខ្ញុំជាលោកអោយយន្ទាខ្ញុំនឹងដកមន្ត្រីនេះក៏វត្តចោល24ម៉ោងព្រោះអ្នកបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន ACU នេះហើយខ្ញុំនិយាយហេតុអីបានខ្ញុំថាអញ្ចឹងគាត់និយាយចេះក្រោយមានការផុសចោទថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ACU ស្ថិតក្នុងប្រទេសផ្ដាច់ការខ្ញុំជាមន្ត្រី ACU ចំនួន Gen Z នេះមន្ត្រីក្មេងៗដែលជាទំពាំងស្នល់រស័យនឹងមិនដឹងជាទំពាំងលលួយប៉ុណ្ណាទេដែលសរសេរសារបែបនេះចាំខ្ញុំនិយាយចប់គាត់ថាខ្ញុំណាជាមន្ត្រី ACU ចំនួន Gen Z នេះបានយកការផុសនេះដាក់សួរទៅ AI ហើយ AI ប្រាប់មកវិញចេះបងប្អូនសាកគិតមើលថាតើកម្ពុជាយើងចូលដល់កម្រិតណាហើយបងប្អូនរឿងចាប់ឃុំខ្លួនមនុស្សខុសនីតិវិធីឬក៏មិនប្រាប់ក្រុមគ្រួសារជាអំពើចាប់ឃុំឃាំងមនុស្សតាមអំពើចាត់រឿងនេះកើតឡើងច្រើនណាស់មន្ត្រីគណៈបកផ្សេងទៀតមិនមែនតែរឿងតែលោកថោសំណាងទេគ្រួសារដែលចាប់អត់មានដីកាអីហ្នឹងគឺគេរាយការណ៍ខ្ញុំមកជីវិតខ្ញុំឲ្យរាយការណ៍តែពីរឿងអំពើខុសច្បាប់នេះតែអស់លោកមិនដែលជិះក្បាលទេហើយដល់មកតបវិញនឹងគាត់តបមិនទេគេជាសម័យចំនួន Gen Z ណាមើលណាបកាយណានៅក្រសួង ACU Gen Z ហ្នឹងស្អីគេបងប្អូន Gen Z ហ្នឹងមិនមែនលោក Gen Z អុកញ៉ានោះទេណា Gen Z នេះគេហៅថា Generation Z មិនមែន Gen Z ឈ្មោះ Gen Z CHEN ទេនេះគឺ GZ គេហៅ GEN Z គឺ Generation Z បានន័យថាក្មេងតែកើតក្នុងចំនួនឆ្នាំ2000គឺសហសវត្សហ្នឹងក្មេងកើតចំនួនឆ្នាំ2000មកអាយុចាប់ពី20និយាយទៅក្រោម26ក្មេងអាយុក្រោម26ឆ្នាំគឺជាក្មេងចំនួន Gen Z កូនខ្ញុំចំនួន Gen Z ទាំងអស់ព្រោះកើតក្រោយឆ្នាំ2000ទាំងអស់ហើយគេថាគេចំនួន Gen Z ខ្ញុំសរសើរក្មេងចំនួន Gen Z នេះប៉ាកែប៉ុន្តែក្មេងចំនួន Gen Z ដូចមន្ត្រី ACU នេះចោលមកសៀតហ្មងបើខ្ញុំជាមន្ត្រីនៅក្នុងក្រសួង ACU ខ្ញុំនឹងឲ្យដកបញ្ឈរជើងឬក៏ឈប់ចេញពីការងារទៅដោយសារអីរឿងប៉ប៉ិនភ្នំគាត់ទៅយកការបកស្រាយចម្លើយពី AI យកមកបកស្រាយនៅលើទំព័រ Facebook របស់អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយតើអស់លោកមានកិត្តិយសសេចក្តីថ្លៃថ្នូរឯណាដែលយក AI យកមកធ្វើជាសំអាងនៅក្នុងការដែលថាក្រសួងប្រយុទ្ធប្រឆាំងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយចាប់ឃុំខ្លួនគេឬក៏យកគេទៅសួរចម្លើយដោយមិនជូនដំណឹងឲ្យក្រុមគ្រួសារនេះអត់មានខុសច្បាប់អីទេនីតិវិធី1 2 3 AI គេប្រាប់មកអញ្ចឹងខ្ញុំណាថ្លើមធ្លាក់ដល់ដីប្រមាត់ធ្លាក់ដល់ដីដោយសារអូអញ្ចឹងអូ Gen Z ស្រុកខ្មែរអញ្ចឹងតើនៅលើពិភពលោកនេះឯណាទៅដែលគេប្រាប់ថាដើម្បីដោះស្រាយបញ្ហាគឺយើងយក AI យកមកជាទីពឹង AI នេះជាកំបិតមុខពីរខ្ញុំប្រាប់ទៅយើងប្រើឲ្យវាត្រូវគឺវាត្រូវបានជួយជាប្រយោជន៍ខ្លះក៏ប៉ុន្តែគេជៀសផុតពីរឿង AI នេះព្រោះវាជារឿងចង្រៃច្រើនណាស់អារឿង AI ហ្នឹងដោយសារវាចង្រៃអីព្រោះវាមិនមែនជាមនុស្សទេវាជាម៉ាស៊ីនហ្នឹងហើយឲ្យ AI ជួយធ្វើរឿងមួយឧទាហរណ៍រៀបចំផែនការបង្រៀនឬក៏ជួយធ្វើជាសភៅលំហាត់អីដែលយើងជាគ្រូបង្រៀនខ្ជិលឲ្យ AI ជួយទៅវាកែចំណាយពេលឬក៏ឲ្យ AI វិភាគតួលេខទិន្នន័យអីខ្លះមួយចំនួនដែលយើងពិបាកនឹងរកមកបានគ្រាន់តែជាគោលឲ្យយើងគ្រាន់តែមកជួយជាការសម្ងាត់ទេមិនមែនជាផ្លូវការអូខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាបើតាមការឲ្យដឹងពី AI គឺកម្ពុជាមានសេដ្ឋកិច្ចលូតលាស់ឧទាហរណ៍អូគេថាអញ្ចឹងសម័យ Gen Z គេថាអញ្ចឹងឲ្យចេះខ្ពើមផងអស់លោកនៅស្រុកខ្មែរកើតនៅក្នុងដងមែនហើយខ្ញុំសុំទោសខ្ញុំមិនចង់មើលស្រាលអីទេខ្ញុំថាបញ្ញវន្តបណ្ឌិតនៅស្រុកខ្មែរច្រើនណាស់ក៏ប៉ុន្តែនៅពេលដែលអស់លោកចាប់ផ្ដើមដូចឃើញ AI ហ្នឹងថាខ្លួនឯងចេះប្រើពួកអីកាលមុនលោកហ៊ុនសែនហ្នឹងគាត់ទៅប្រាប់ថាមន្ត្រីណាដែលមិនចេះប្រើ AI គឺលែងទាន់សម័យអីត្រូវតែចេះប្រើ AI មានតែមនុស្សល្ងង10គត់ទេដែលយក AI ជាកម្មវត្ថុនៃការធ្វើអ្វីៗហើយយកមកពឹងឲ្យគេដឹងអូអញ្ចឹងឧទាហរណ៍យើងទៅសាលារៀនស្រាប់ថាលោកគ្រូដាក់លំហាត់ឲ្យមួយថាណាធ្វើតែងសេចក្តីមួយនិយាយអំពីនេះពីនោះអីចឹងទៅតែងសេចក្តីពិភាក្សាអីចឹងស្រាប់តែចេញមកវិញស្រាប់យកតែងសេចក្តីបានយ៉ាងល្អយកទៅដាក់ឲ្យលោកគ្រូកែហើយលោកគ្រូថាអូយល្អណាស់កូនតែងសេចក្តីអីក៏ប្រកែយ៉ាងនេះយើងទៅប្រាប់លោកគ្រូថា AI ជួយខ្ញុំនឹងខ្ញុំអត់ចេះផងតើយើងបានបន្ទុកប្រមាណបងប្អូនបើ0មានណាខ្ញុំឲ្យក្រុម0ទៀតកូនសិស្សបែបនេះព្រោះយើងអត់យកគំនិតបញ្ញាយើងយកមកប្រើឲ្យមកអួតប្រាប់ AI ខ្ញុំខកចិត្តខ្ញុំសុំទោសបងប្អូនខ្ញុំខកចិត្តមែនតើដោយសារអី AI នេះហើយវាមានប្រសិទ្ធភាពច្រើនយ៉ាងណាបងប្អូនក៏ប៉ុន្តែ AI នេះនៅសហរដ្ឋអាមេរិកមានមេធាវីរដ្ឋអាជ្ញាគេបញ្ឈប់ពីការងារច្រើនហើយដោយសារអីគេមិនខ្វល់រឿងយើងទៅពឹង AI ដើម្បីធ្វើសារណាធ្វើអីជាឯកជនដើម្បីជួយចងក្រងច្បាប់ជាជំនួយចំណេះដើម្បីឲ្យយើងយកមកបន្ថែមមិនមែនឲ្យ AI ធ្វើជាសារណាហើយយកទៅតតាំងក្តីនៅក្នុងសវនាការដើម្បីការពារក្តីបានន័យថាយើងរំលោភសិទ្ធិរបស់កូនក្តីរបស់យើងហើយយើងមើលងាយចំណេះជំនាញបញ្ញវន្តការចេះត្រេះរិះពិចារណារបស់ខ្លួនយក AI មកពឹងឲ្យអួតសិស្សនៅស្រុកអាមេរិកនេះណា100នាក់ទាំង100នាក់ទៅសួរគេទៅអ្នកណាតែយក AI មកប្រើគឺគេចាត់ទុកថាជាសិស្សចោលមកសៀតយើងប្រើអីក្រៅផ្លូវការបានប៉ុន្តែមិនអាចមកប្រាប់ជាផ្លូវការអញ្ចឹងបានទេម្ដងទៀតបងប្អូនណា AI មានប្រយោជន៍ច្រើនយ៉ាងណាស់មួងណារ៉េតនេះក៏ប្រើប្រាស់ AI នេះច្រើនដែរប៉ុន្តែមិនមែនប្រើរបៀបមន្ត្រី ACU ចេះទេខ្ញុំប្រើ AI ដើម្បីអីដើម្បីប្រមូលព័ត៌មានដើម្បីផ្ទៀងផ្ទាត់ប្រភពឧទាហរណ៍លោកកនិយាយថាអញ្ចេះ
ថាអ៊ុយក្រែនហ្នឹងបានទទួលជំនួយយោធាពីអាមេរិកប្រមាណលានដុល្លារគឺខ្ញុំនឹងពឹង AI ឲ្យប្រាប់មកថាព័ត៌មាននេះពិតកម្រិតណាប៉ុន្តែពេលដែល AI ចងក្រង AI ខ្ញុំមិនបានជឿ AI ទេគឺថាអូសារព័ត៌មាន Reuters គេរាយការណ៍តាក់ទងនឹងចំណុចហ្នឹងដែរអសារព័ត៌មានThe Guardian គេរាយការណ៍ពាក់ព័ន្ធនឹងចំណុចហ្នឹងហកសេតវិមានគេរាយការណ៍គឺ AI ប្រមូលឲ្យយើងយកទៅមើលយកទៅអានហើយទៀងផ្ទាត់ម្ដងមួយគ្រាន់តែជួយយើងដើម្បីកុំឲ្យយើងដើររអូចុះ Reuters គេនិយាយរឿងអីអូចុះ Guardian និយាយរឿងអីណាវាជួយយើងប៉ុណ្ណឹងប៉ុន្តែមិនមែនបានន័យថាឲ្យយើងយកមកប្រើទាំងអស់ពឹងលើ AI ទេព្រោះខុសច្រើនណាស់ហើយទៅលោកយក AI យកមកពឹងបែបនេះឲ្យលោកមកមានមោទនភាពថាលោកជា Gen Z បានហើយ Gen Z បំផ្លាញ Gen Z គេធ្វើឲ្យ Gen Z ជំនាន់ក្រោយឡើងរៀនបណ្ដោយស្អីក៏ AI ស្អីក៏ AI តិចទៀតខួរយើងហ្នឹងគឺទៅទេសាតែម្ដងគឺពឹង AI សុទ្ធសាធខ្ញុំសូមឲ្យមន្ត្រី ACU នេះចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈថាមិនគួរណាដែលខ្ញុំឆ្លោះធ្លួយនឹងប្រើភាសាថាពឹង AI ដើម្បីឆ្លើយតបទៅនឹងគេចោទអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយថាផ្ដាច់ការនោះទេអត់ណាបើគ្រាន់តែលោករៀបរាប់ពីច្បាប់មកដើម្បីតបទៅនឹងលោកខៀវកញ្ញរិទ្ធប្រាប់ថាអាហ្នឹងគឺនីតិវិធីគេអញ្ចេះគេរក្សាការសម្ងាត់ក្រុមគ្រួសារសាក់សីអីគេមិនទាន់ប្រាប់24ម៉ោង48ម៉ោងប្រាប់ទៅបញ្យល់នីតិវិធីច្បាប់ទៅហេតុអីបានជាយក AI មកលើកុកដូចថាស្មោះត្រង់ពេកហើយអួតខ្លួនហ្នឹងថាខ្លួនបកកាយខាង AI Gen Z ខ្ញុំថា0ហើយ Gen Z បែបនេះ0ហ្មងហើយទៅធ្វើការឲ្យក្រសួងទៀតចាប់ឲ្យយើងមិនបាច់ពឹងអីទេលើកក្រោយតិចទៀតទៅបើឲ្យអ្នកនេះទៅបើកឡានឬបើកយន្តហោះប្រើ AI ហើយយើងអ្នកជិះចាំតែធ្លាក់ជ្រុះស្លាប់ហ្នឹងពួកអីគេលែងប្រើបញ្ញាគេប្រើបញ្ញាសពនិមិត្តបងប្អូនដឹង AI នឹងអីទេគឺ intellectual artificial គឺ artificial intelligence បានន័យថាបញ្ញាសពនិមិត្តគឺជាការបង្កើតប្រឌិតអត់មែនរបស់ខ្លួនឯងទេសោកស្ដាយខ្ញុំតែយ៉ាងណាបងប្អូនខ្ញុំមិនសូវជាភ្ញាក់ផ្អើលអីដែរគ្រាន់តែថាជាសារប្រាប់មនុស្សនៅក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយហ្នឹងឲ្យដូររបៀបធ្វើការឡើងវិញរបស់អស់លោកកុំឲ្យរងការរិះគន់ទេហើយត្រូវប្រាប់របស់លោកថាអស់លោកជាកង្កែបនៅក្នុងដងហើយលោកអត់ដែលដឹងមេឃនេះធំប៉ុណ្ណាទេការប្រើ AI តាមលោកហ៊ុនសែនចង់ឲ្យមន្ត្រីចេះប្រើ AI ហ្នឹងខ្ញុំក៏មិនជឿថាលោកហ៊ុនសែនឲ្យយើងទាំងអស់គ្នាទៅប្រើ AI ផ្ដេសផ្ដាស់អញ្ចឹងដែរគេឲ្យជួយស្អីស្ងាត់ទៅគ្រាន់ជួយសម្រួលការងារបន្តិចទៀតបើអស់លោកប្រើ AI នៅក្រសួង ACU ហ្នឹងត្រូវការមនុស្សតែ2នាក់ធ្វើការទេគ្រួសាររបស់លោកអោយយន្តទៀងមកសបុកហ្នឹងក៏ត្រូវតែជំនួសចោលដែរព្រោះ AI ជួយអស់ហើយអីទៅបំផ្លាញប្រាក់ខែរបស់មន្ត្រីរាជការរបស់ប្រជាពលរដ្ឋដែលពិបាកចង់ងាប់ហ្នឹងទុកនៅតែ2នាក់បានហើយ3នាក់បានហើយស្អីប្រើតែ AI ស្រាវជ្រាវទៅចប់ហើយមិនចាំបាច់ប្រើមនុស្សទៅអីអស់លោកនឹងភ័យខ្លួនទៀតអារឿងហ្នឹងបន្តិចទៀត AI ជំនួសក្រសួង ACU នៅតាមម្នាក់អីឈ្មោះថាស្អីជាតំណាងឲ្យ Gen Z ហ្នឹងទៅហើយចប់តែប៉ុណ្្នឹងទៅខកចិត្តមែនតើខ្ញុំម្ដងទៀតមិនផ្ដាច់មនោសញ្ចេតនាបងប្អូនមិនឲ្យរៀនពី AI ទេរៀនទៅប៉ុន្តែត្រូវយក AI ប្រើប្រាស់ឲ្យមានប្រយោជន៍យើងអា AI ហ្នឹងជាបញ្ញាសិប្បនិមិត្តយើងត្រូវប្រើអាបញ្ញាពិតរបស់យើងហ្នឹងដើម្បីគ្រប់គ្រងបញ្ញាសិប្បនិមិត្តហើយកុំឲ្យអាបញ្ញាសិប្បនិមិត្តហ្នឹងคล้ายទៅជាស្អីត្រីមុខដឹកមុខយើងអញ្ចឹងអត់កើតទេអត់ត្រូវទេចឹងទេហើយភាសានេះខ្ញុំស្នើឲ្យក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយដកសាររបស់លោកចិនស៊ីនេះចេញឥឡូវផ្សាយបាន2ម៉ោង3ម៉ោងហើយដកចេញទៅអាម៉ាស់គេណាខ្ញុំមិនមែនចង់ថាទៅលើកមុខមាត់ ACU ស្អីទេលលាក៏ឆាប់ក៏ល្អដែរព្រោះអីអស់លោកខ្វះពួកនិយមមិនដែលប្រយុទ្ធប្រឆាំងអំពើពុករលួយបានប្រយោជន៍ឯណាទេបើបានមិនមែនឆោបបោកអនឡាញក៏ក្រើកពេញផ្ទៃប្រទេសអញ្ចឹងទេព្រោះឲ្យសារអំពើពុករលួយដែលលោកអ្នកគប់ទប់ស្កាត់មិនបាននឹងឯងហើយមានអា ACU នេះ100ទៀតក៏អត់អាចទៅទប់អំពើពុករលួយស្រុកខ្មែរបានដែរដោយសារប្រព័ន្ធដឹកនាំរដ្ឋវាអញ្ចឹងអ្នកឯងធ្វើឲ្យតែបានមកយកទៅសងឲ្យតែគ្រប់កិច្ចទៅគេឲ្យចាប់ទៅវាអត់មានជាប្រព័ន្ធមួយដែលថាត្រូវតែប្រយុទ្ធប្រឆាំងអត់មានការលើកលែងវាអត់មានការលើកលែងនឹងការទេវាត្រូវតែលើកលែងឲ្យតែបកពួកមន្ត្រីរបស់អស់លោកតើតែអ្នកណាដែលត្រូវឆ្កឹះត្រូវក្តិចត្រូវធ្វើមួយដើម្បីជាគំរូអាហ្នឹងបានធ្វើថានេះគឺជារឿងសច្ចានុម័តទេមិនមែនជារឿងការវិភាគសង្កេតរបស់មុងណារ៉េតអីណាទេគឺវាអញ្ចឹងឯងប្រព័ន្ធផ្ដាច់ការគឺជួយគ្នាទៅទប់គ្នាឲ្យអ្នកណាត្រូវធ្វើមួយទៅកុំឲ្យស្ងាត់ស្រុកវាអត់មានធ្វើចឹងទេបើប្រព័ន្ធគេស្រួលបួលប្រជាពលរដ្ឋហ្នឹងក៏ជាអ្នកដែលចាប់អ្នកដែលពុករលួយនឹងបានដែរព្រោះគេរាយការណ៍ទៅសារព័ត៌មានរាយការណ៍ទៅប៉ូលីសទៅគេចាប់បានប៉ុន្តែឥឡូវសារព័ត៌មានឯករាជ្យក៏អត់លោកធ្វើការយ៉ាងម៉េចហ្នឹងហើយទៅដាក់ឆ្លប់យកការទៅស៊ើបអង្កេតទៅរកផ្ទះអង្គញាមហាមន្ត្រីណាបើគេមិនបាញ់បែកក្បាលទេខ្ញុំចង់ភ្នាល់មកប៉ះស្អីត្រីភាពប៉ះអង្គញាលីងផាត់ប៉ះហ៊ុនតូអីទៅអស់លោកថាទៅបើមិនចែកជើងគ្នារហនៅស្រុកខ្មែរអត់បានទេខ្ញុំសឹងតែភ្នាល់ដាក់អីទៀតផងហើយយើងទៅធ្វើអីខ្ញុំមិនបន្ទោសទេប៉ុន្តែអស់លោកធ្វើការមិនកើតទេព្រោះអីអស់លោកនៅក្រោមប្រព័ន្ធដូចខ្មែរក្រហមអញ្ចឹងតែយើងទៅតវ៉ាទៅចាប់មេដឹកនាំយកមកដាក់គុកអស់លោកហ្នឹងគេយកទៅជើងឯកបាត់ហើយសម្លេះចោលបាត់ហើយមានអីនៅទៀតហើយបើអស់លោកភ័យខ្លាចអញ្ចឹងអស់លោកធ្វើការកើតដែរការសម្រេចក្តីដោយយុត្តិធម៌គឺដោយសារមានអាណាលុះក្រមអធិពលអនាគតិ4យ៉ាងហ្នឹងគឺអស់លោកកាត់ក្តីមិនយុត្តិធម៌ទេចៅក្រមនឹងទាំងក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវតែវាចាក់នឹងអគតិទាំង4គឺអីអគតិទាំង4ហ្នឹងមានអភយគតិយាគតិមានអាមโนគតិមានអាតោសាគតិមានអាស្អីហ្នឹងគឺបាននៃការលំអៀងដោយការខ្លាចភ័យគតិគឺយើងមានអាភ័យក្នុងខ្លួនហ្នឹងអូហ៊ានតែកាត់ទោសអ្នកធំចប់បដ ாய் អស់ការងារអស់តំណែងស្លាប់ខ្លួនស្លាប់គ្រួសារមិនអាចនឹងយកកូនមកសបុកមកដាក់នៅក្នុងក្រសួងអីមួយបានចឹងទៀតតែយើងទៅធ្វើអីកើតលំអៀងដោយការស្អប់ជួនកាលស្អប់ពួកប្រឆាំងពួកអីយកធ្វើបាបតែគេចឹងទៅដល់ពេលលំអៀងដោយការស្រឡាញ់តែក្រុមគ្នាឯងហ្នឹងអត់ដែលកាត់គេកើតទេអត់ដែលដោះស្រាយអីវាអត់ទៅរួចទេព្រោះអីការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវការច្រើនណាស់ទី1ស្ថាប័នអំពើពុករលួយរឹងមាំទី2
ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់អាចនិយាយអីបរិហាគេមន្ត្រីហើយអត់មានការធ្វើទុកបុកម្នេញទី3គឺក្រសួងព័ត៌មានបណ្ដាញសារព័ត៌មានឯករាជ្យទី4អង្គការសង្គមស៊ីវិលឯករាជ្យសិទ្ធិមនុស្សសេរីភាពយើងអត់មានទាំងអស់ហ្នឹងយើងតែធ្វើយ៉ាងម៉េចបើអាចសសរស្ដំទាំងអស់ដូចផ្ទះអញ្ចឹងមានសសរ4យ៉ាងហោចក៏ឲ្យវាឈរនឹងយ៉ាងហោចក៏3ដែរបើអត់4យើងប្រើអាមុំចក្រាន3ក៏ធ្វើអីមួយវានៅនឹងចឹងបានដែរព្រោះវាជ្រុងតែមានតែ2ឥឡូវយើងមានតែមួយហ្នឹងអត់ទាំងមានផងហ្នឹងតើទៅសង់ផ្ទះយ៉ាងម៉េចខ្ញុំកំពុងតែឆ្ងល់វាអត់មានឈរកាត់ទេហើយលោកប៉ាងមិនទៀងធ្វើតតែអស់សក់ពីក្បាលទៀតក៏អត់បានប្រយោជន៍អីដែរខ្ញុំសរសើរខំប្រឹងណាស់លោកអត់សម្រាប់ទេធ្វើតាំងពីនៅក្មេងខ្ចីមុខក៏ភើសក់ពេញក្បាលឥឡូវសក់ក៏អស់ក៏ចាស់ជ្រាវជ្រួញជរាព្យាធិឲ្យលោកនៅតែបន្តទៀតបានន័យថាលោកជួយជាតិនេះប៉ុន្តែលោកជួយស្លាប់ខ្លួនព្រោះលោកជួយទូកដែលកំពុងលិចហើយទៅវាអត់មាននរណាជួយបិទឲ្យលិចឲ្យលោកចៅដាច់ខ្យល់ងាប់នេះតើលោកនឹងទៅចៅដល់ត្រឹមណាក្រៅតែពីលិចទៅជាមួយទូកហ្នឹងឥឡូវបន្តទៅទៀតបងប្អូនរដ្ឋមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសចេញដំណើរទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៅប្តឹងថៃទាដីរឿងឈ្លានពានកម្ពុជាខ្ញុំបានសម្ភាសលោកអ៊ុំសំអានម្សិលមិញហើយដែលជាមន្ត្រីកិច្ចការមិនម្សិលមិញថ្ងៃមិញដែលខ្ញុំចាក់ផ្សាយឲ្យបងប្អូនទៅមើលវីដេអូហ្នឹងខ្ញុំផ្សាយទាំងនៅក្នុង Facebook នេះនិងនៅក្នុង YouTube អំពីបទសម្ភាសជាមួយលោកអ៊ុំសំអានតាក់ទងនឹងរឿងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែលនឹងយកឯកសារ dossier ភស្តុតាងយកទៅដាក់ជូនតុលាការនេះនៅថ្ងៃទី24ខែកញ្ញានេះសំទោសខែសីហានេះនៅទៅជាមួយនឹងគណៈប្រតិភូរបស់រដ្ឋាភិបាលក្រៅប្រទេសមានអ្នកស្រីទឹកកំហ៊ុនមានលោកអ៊ូសាម៉ាឌីមានលោកស្រីលីនដាអ៊ូអីចឹងទៅទាំងអស់គ្នាហ្នឹងគឺគាត់សម្រុកទៅទីនោះទៅតាមការកោះអញ្ជើញរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីប្តឹងថៃពីរឿងឈ្លានពានដែនអធិបតេយ្យកម្ពុជាខ្ញុំមានគ្មានអីក្រៅពីជូនពរពួកគាត់ឲ្យជោគជ័យទេព្រោះរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនប្តឹងទេគឺមករករឿងអ្នកប្តឹងនឹងទៀតព្រោះឲ្យក្រុម MMO មកជេរប្រសាច់អ្នកណាដែលចង់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងគឺជេរគ្រប់គ្នាថាយើងនឹងសចោលមកទៀតយើងនឹងល្ងងទូបាទតែខ្លួនឯងនឹងអត់ប្តឹងលិខិតសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលក្រៅប្រទេសដែលចេញថ្ងៃ20ម្សិលមិញហ្នឹងគឺថាតំណាងរដ្ឋាភិបាលឯករាជ្យ23ដុល្លារនឹងទៅផ្ដល់សក្ខីកម្មឬក៏បញ្យលបន្ថែមពាក់ព័ន្ធនឹងបណ្ដឹងរបស់រដ្ឋាភិបាលនេះនៅក្នុងជំនួបជាមួយតំណាងនៃការិយាល័យរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃទី24ខែសីហាតាមការគ្រងទុកជំនុំនេះនឹងធ្វើឡើងនៅការិយាល័យរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនៅក្រុងឡាអេប្រទេសហូឡង់តំណាងរដ្ឋាភិបាលកម្ពុជា23ដុល្លារឯករាជ្យនេះដែលទៅមានលោកស្រីទឹកកំហ៊ុនប្រធានស្ថាប័នកិច្ចការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទី2គឺលោកអ៊ុំសំអានប្រធានស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍ទី3គឺលោកអ៊ូសាម៉ាឌីប្រធានស្ថាប័នប្រជាធិបតេយ្យយុត្តិធម៌សង្គមនិងសិទ្ធិមនុស្សនិងទី4លោកស្រីអ៊ូលីនដាអនុប្រធានស្ថាបនិកស្ថាប័នកិច្ចការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបាទខ្ញុំស្លេះរឿងនេះប៉ុណ្ណេះខ្ញុំគ្មានអីក្រៅពីជូនពរគាត់ឲ្យជោគជ័យទេបាទបន្តទៅទៀតគឺស្ងាត់ចេញវិសោធនកម្មច្បាប់បោះឆ្នោតគុំសង្កាត់ដើម្បីអំណាចប្រមូលផ្ដុំកាន់តែខ្លាំងជាងមុនអញ្ចឹងយើងទៅគឺកែស្អីគឺកែច្បាប់បោះឆ្នោតហ្នឹងដើម្បីឲ្យអ្នកណាឈ្នះតែបន្តិចបន្តួចឲ្យចង់និយាយថាអាកតុយកាលមុនដូចថាបកណាឈ្នះអញ្ចឹងសល់កតុយអីបានបករីរងអីយកទៅបានតំណែងក្រុមប្រឹក្សាគុំសង្កាត់ជំទប់នេះជំទប់